តាមលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាអំពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃក្នុងយុទ្ធភូមិភាគទី5និងយុទ្ធភូមិភាគទី4នៃថ្ងៃទី9ខែធ្នូឆ្នាំ2025ភាគីថៃបានបន្តរំលោភបំពានលើបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីកម្ពុជានិងថៃបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដោយបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសារជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជាដោយការប្រើប្រាស់កម្លាំងយោធាកងយុទ្ធពលខេមរៈភូមិន្ទគោរពជានិច្ចនៅការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនិងការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជានិងគោរពនៅបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃយ៉ាងម៉ឺងម៉ាត់និងការពារសុខសុវត្ថិភាពរបស់ប្រជាជនស៊ីវិលស្លូតត្រង់ដោយសារសកម្មភាពដ៏កក្លឿនរបស់យោធាថៃដែលបានបើកការបាញ់ប្រហារមុននិងឈ្លានពានមកលើដែនអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជាកងកម្លាំងកម្ពុជាគ្មានជំរឿសអ្វីក្រៅពីការប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនប្រយុទ្ធប្រឆាំងនឹងការឈ្លានពានខុសច្បាប់មកលើបូរណភាពទឹកដីកម្ពុជាដោយយោធាថៃដោយមានចែងក្នុងមាត្រា51នៃធម្មនុញ្ញអង្គការសហប្រជាជាតិក្នុងន័យនេះកងយុទ្ធពលខេមរៈភូមិន្ទបដិញ្ញាចិត្តឥតងាករេក្នុងការការពារអធិបតេយ្យបូរណភាពទឹកដីនិងសុវត្ថិភាពរបស់ប្រជាជនប្រឆាំងនឹងអំពើឈ្លានពានដ៏កម្រោលនិងសាហាវឃោរឃៅរបស់ថៃមកលើកម្ពុជាទង្វើដ៏កម្រោលនិងខុសច្បាប់របស់ភាគីថៃនេះក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុតនៅបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នាកាលពីថ្ងៃទី24ខែកក្កដាឆ្នាំ2025នៅទីក្រុងកូឡាឡាំពួរដែលមានម៉ាឡេស៊ីសហរដ្ឋអាមេរិកនិងចិនធ្វើជាសាក្សីនិងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដែលជាកិច្ចខិតខំប្រឹងប្រែងនៃផ្ទាល់របស់ឯកឧត្តមប្រធានាធិបតីដូណាល់ត្រាំនិងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ាអ៊ីប្រាហ៊ីមក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីទាំងឡាយដែលសម្រេចបាននៅកិច្ចប្រជុំវិសាមញ្ញនិងកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC និងគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ OBC ក្រសួងការពារជាតិក៏បានបន្តថាចំពោះនៅក្នុងយុទ្ធភូមិភាគទី5ចាប់តាំងពីវេលាម៉ោង 8:39 នាទីយប់ថ្ងៃទី8ខែធ្នូឆ្នាំ2025រហូតដល់វេលាម៉ោង 8:00 នាទីព្រឹកថ្ងៃទី9ខែធ្នូឆ្នាំ2025យោធាថៃបានធ្វើសកម្មភាពបាញ់ប្លង់យ៉ាងខ្លាំងចូលភូមិជោគជ័យភូមិព្រៃច័ន្ទនិងបានបង្ហោះដ្រូនស៊ើបការនៅក្នុងភូមិសាស្ត្របឹងត្រកួននិងបានពង្រីកភូមិសាស្ត្រចូលបឹងព្រីងស្រុកថ្មពួកនិងភូមិសាស្ត្រស្រុកកំរៀងខេត្តបាត់ដំបងដោយបានប្រើប្រាស់អាវុធនិងឧបករណ៍បំផ្លិចបំផ្លាញធនធ្ងន់ជាច្រើនប្រភេទនិងបាញ់ផ្សែងក្នុងសកម្មភាពបាញ់ប្រហាររបស់យោធាថៃដែលបានប្លង់ចូលមកនៅក្នុងស្រុកថ្មពួកខេត្តបន្ទាយមានជ័យបានបណ្ដាលឲ្យប្រជាពលរដ្ឋស៊ីវិលដែលកំពុងធ្វើដំណើរលើផ្លូវជាតិលេខ56បាត់បង់ជីវិតចំនួន2នាក់ដោយសារគ្រាប់ប្លង់របស់យោធាថៃបន្ទាប់មកនៅវេលាម៉ោង 4:58 នាទីដល់វេលាម៉ោង 5:25 នាទីយោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះស៊ើបការនិងដ្រូនទម្លាក់គ្រាប់បែកចូលដល់ក្នុងភូមិសាស្ត្រភ្នំត្រងោលហើយយោធាថៃបានធ្វើសកម្មភាពបាញ់ផ្សែងពុលមកលើតំបន់នោះនៅវេលាម៉ោង 5:30 នាទីដល់ម៉ោង 6:10 នាទីយោធាថៃបានចាប់ផ្ដើមបើកការបាញ់ប្រហារដោយប្រើប្រាស់គ្រាប់កាំភ្លើងប្រភេទ 105 មីលីម៉ែត្រមកលើទីតាំងអូភ្លុកដំរីគិតមកដល់ម៉ោងនេះយោធាថៃនៅតែបន្តសកម្មភាពបាញ់នៅឡើយដោយឡែកនៅក្នុងយុទ្ធភូមិភាគទី4ចាប់តាំងពីវេលាម៉ោង 4:45 នាទីរហូតដល់ម៉ោង 8:00 នាទីថ្ងៃទី9ខែធ្នូឆ្នាំ2025យោធាថៃបានបើកការបាញ់ប្រហារនៅក្នុងតំបន់ភ្នំខ្មោចនិងបានពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅដល់តំបន់ផ្សេងៗទៀតរួមមានតាថាវប្រាសាទតាមាន់ប្រាសាទតាក្របីប្រាសាទព្រះវិហារប្រាសាទខ្នាវាលឥន្ទ្រីភ្នំខ្មោចគោល8បសោះស្បូវជាំតែអានសេះថ្មដូនអូស្មាច់ភ្នំអនុស្សាវរីយ៍មុខវត្តកៅសិក្ខាគិរីស្វារៈដោយបានប្រើប្រាស់អាវុធនិងឧបករណ៍បំផ្លិចបំផ្លាញធនធ្ងន់គ្រប់ប្រភេទរួមមានរថក្រោះកំភ្លើងធំថ្មើរជើងនិងបានបាញ់ផ្សែងពុលនៅទីតាំងផ្សេងៗទៀត
យោងតាមព័ត៌មានបឋមពីអាជ្ញាធរខេត្តបានឲ្យដឹងថាការបើកការបាញ់ប្រហាររបស់យោធាថៃទៅលើទីតាំងប្រជាជនស៊ីវិលចាប់តាំងពីថ្ងៃទី8ខែធ្នូឆ្នាំ2025រហូតដល់ថ្ងៃទី9ខែធ្នូឆ្នាំ2025នេះគិតត្រឹមវេលាម៉ោង6ព្រឹកបានបណ្ដាលឲ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន7នាក់បាត់បង់ជីវិតនិងរបួសចំនួន20នាក់នៅថ្ងៃទី9ខែធ្នូឆ្នាំ2025វេលាម៉ោង 12:33 នាទីយោធាថៃបានបើកការបាញ់ប្រហារដោយមិនរើសគោលដៅនិងបានប្រើប្រាស់កាំភ្លើងធំ105មីលីម៉ែត្រនិង155មីលីម៉ែត្របាញ់ចូលទីប្រជុំជនដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅយ៉ាងកំរោលស្ថិតនៅក្នុងឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់នៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី5នៅថ្ងៃទី9ខែធ្នូឆ្នាំ2025វេលាម៉ោង 2:40 នាទីយោធាថៃបានបាញ់ផ្លោងអាវុធធុនធ្ងន់ធ្លាក់ក្បែរសាលាបឋមសិក្សាចក់ពួកឃុំស្លក្រាមស្រុកស្វាយជ័យខេត្តបន្ទាយមានជ័យចំនួន1គ្រាប់និង1គ្រាប់ទៀតធ្លាក់ក្បែរចំការពោតជើងភ្នំសកម្មភាពដ៏កំរោលរបស់យោធាថៃនេះជាការបើកការបាញ់ប្រហារដោយមិនរើសគោលដៅបាញ់ចូលទីប្រជុំជនដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅពិសេសសាលារៀនរបស់កុមារស្ថានភាពជនភៀសសឹកដោយសារយោធាថៃបានបើកការវាយប្រហារឈ្លានពានមកលើកម្ពុជាក្នុងយុទ្ធភូមិភាគទី4និងយុទ្ធភូមិភាគទី5គិតត្រឹមវេលាម៉ោង 11:00 នាទីព្រឹកថ្ងៃទី9ខែធ្នូឆ្នាំ2025ខេត្តឧត្តរមានជ័យមានចំនួន 4028 គ្រួសារប្រមាណ 12996 នាក់ខេត្តព្រះវិហារមានចំនួន 3628 គ្រួសារប្រមាណ 13056 នាក់ខេត្តបន្ទាយមានជ័យ 4562 គ្រួសារប្រមាណ 13686 នាក់ខេត្តពោធិ៍សាត់ចំនួន 900 គ្រួសារប្រមាណ 3736 នាក់ខេត្តសៀមរាប 3450 គ្រួសារប្រមាណ 11076 នាក់សរុបរួម 16568 គ្រួសារស្មើនឹងប្រមាណ 54550 នាក់ចំណែកឯជនស៊ីវិលដែលបានស្លាប់មានចំនួនសរុប7នាក់និងរបួស20នាក់ក្នុងនោះខេត្តឧត្តរមានជ័យស្លាប់3នាក់របួស8នាក់ខេត្តព្រះវិហារស្លាប់1នាក់របួស2នាក់ខេត្តបន្ទាយមានជ័យស្លាប់3នាក់របួស10នាក់លើសពីនេះទៀតក្រសួងការពារជាតិក៏បានរុញច្រានចោលនៅព័ត៌មានមិនពិតមួយចំនួនដែលប្រាចាកពីការពិតទាំងស្រុងដែលមានចេតនាមូលបង្កាច់លាបពណ៌ប្រទេសកម្ពុជាដើម្បីបំភាន់មតិសារព័ត៌មានជាតិនិងអន្តរជាតិដើម្បីបិទបាំងចេតនាការឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជានិងបង្កការញុះញង់ចំណែកឯក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏បានចេញលិខិតថ្កោលទោសយោធាថៃដែលបានបំផ្លាញលើប្រាសាទតាក្របីដែលខ្លឹមសារនោះបានសរសេរថាក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់បំផ្លាញរបស់យោធាថៃមកលើប្រាសាទតាក្របីជាទីគោរពសក្ការៈរបស់កម្ពុជាទង្វើដ៏សាហាវនេះបង្ហាញពីភាពអសិលធម៌ដែលបង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌អរិយធម៌និងទីសក្ការៈដែលជាមរតកមនុស្សជាតិជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបានក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏បានបន្តថាសូមអំពាវនាវដល់គ្រប់មជ្ឈដ្ឋានជាតិអន្តរជាតិជាពិសេសអង្គការ UNESCO សហគមន៍អាស៊ាននិងបណ្ដាស្ថាប័នពាក់ព័ន្ធអង្គការសមាគមនិងបុគ្គលគ្រប់រូបដែលស្រឡាញ់ការពារបេតិកភណ្ឌនៃមនុស្សជាតិសូមចូលរួមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតនិងជំរុញយោធាថៃឲ្យបញ្ឈប់ជាបន្ទាន់នៅសកម្មភាពបំផ្លិចបំផ្លាញនេះកិច្ចអន្តរាគមន៍របស់សហគមន៍ជាតិនិងអន្តរជាតិគឺជាភាពចាំបាច់បំផុតពីព្រោះយោធាថៃបាននឹងកំពុងបន្តបាញ់ប្រហារដោយមិនញញើតមកលើគ្រប់ទីតាំងមិនថាជាទីតាំងជនស៊ីវិលឬទីតាំងបេតិកភណ្ឌនោះទេជាពិសេសកាលពីថ្ងៃទី8ខែធ្នូឆ្នាំ2025ប្រាសាទព្រះវិហារក៏ទទួលរងការបំផ្លាញធ្វើឲ្យអគារអភិរក្សក្រោមកិច្ចសហការអភិរក្សកម្ពុជាឥណ្ឌាត្រូវបានខូចខាតទាំងស្រុងរួមទាំងរចនាសម្ព័ន្ធផ្សេងៗទៀតរបស់ប្រាសាទផងដែរក្រសួងវប្បធម៌និងវិចិត្រសិល្បៈនឹងប្រើប្រាស់គ្រប់យន្តការទាំងអស់ទាំងកម្រិតជាតិនិងអន្តរជាតិដើម្បីទាមទារឲ្យថៃទទួលខុសត្រូវលើសកម្មភាពអសិលធម៌ទាំងនេះចំពោះមុខច្បាប់អន្តរជាតិដែលមានជាធរមានក៏ដូចជាកត់ត្រាទុកអំពើបំផ្លិចបំផ្លាញនេះក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ